bọn là trong cái này này quay không ấy trong ao cái này phiệt là han cái này không trong ao mà chôn này chứ á tì mùi tì pi ao bộ cái này sờ lạnh hơi bọn thà ọt thế còn ấy bọn thà ọt thế côn nó trong han côn trong sông giấy trắng thế đó Murda ក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ Uwell ស្ករគ្រាប់សម្រក់រាង Slimmy សាប៊ូអនាម័យ Mi 18ខ្ញុំពីប៉ែតដល់កាវអញ្ចឹងហើយគេកៅដល់2000អានេះក៏ញឹកញឹកណាវាអាចចឹងដែរបាទហើយខ្សែក្បាត់ក្រោយនេះគឺរបស់សិស្សទេលោកណាផនសិស្សបាទខ្ញុំឃើញមានមកទូនៅក្រោមនេះបាទច្រើនណាស់មែនបីកន្លះនេះបងណាស់លោកពីគាត់មកឈុតនៅទូក្រោមទៅទូក្រោមទៀតបាទអូមានច្រើនមេដៃអីទូបាទខ្ញុំដឹងថាមានរបស់ឡុងសំណាងរបស់បឺតខំរបស់ឡុងសវណ្ណគឺរបស់អីច្រើនណាបាទអីឡុងសុភីអីនោះនៅក្រោយខ្នងឡុងសុភីហ្នឹងហើយនេះខ្សែក្បាត់ក្រោយខ្នងលោកគ្រូនេះឯងយ៉ាងនេះខ្សែប៉ាត់ពបាយ័ននេះបាទហើយដល់ពេលនេះព្រានអានេះបោះឌឿនខ្ញុំចាំបានទេបាទឌឿនធ្លាប់វាយបានមួយគ្រឿងទេហ្នឹងឯងបានចំនួនមុនលោកគ្រូតាមកសេរីទទួលមោទនភាពនេះបាទលោកគ្រូបានមួយនេះលោកគ្រូនេះឌឿនបានមួយនេះហើយគេប៉ុណ្ណឹងនេះខាងនេះដូចជាឡុងតំណាងហ្នឹងឯង CBS បាទនេះ CPN CBS CNC អូហុកបាយ័នអូច្រើនណាស់លោកគ្រូមានរឿងមួយបឺតខំបាននិយាយពាក់ព័ន្ធជាមួយគាត់ថាជាមួយគាត់ណាគឺតាមពិតគឺជារបស់បឺតសំខាន់ទេព្រមតែបឺតសំខាន់គាត់អត់ព្រមយកឈ្មោះបឺតខំបាទលោកគ្រូដាក់ឲ្យបឺតសំខាន់ណាឥឡូវខ្ញុំនិយាយសិនគាត់មកបើពេលបឺតខំឃើញបងវាយល្អគាត់ចង់វាយដែរតែនោះគាត់គុំវាយពេជ្របន្ទឿនទេតែពេជ្របន្ទឿនជិះគាត់រហូតអត់ព្រមវាយជាមួយបឺតខំទេបឺតខំថាយកក៏យកទៅខ្ញុំថាយកដោយសារអីថាកាលនឹងលោកគ្រូឆ្លាញ់ David Beckham បានដឹងដាក់មិនគូBeckham បឺតខំទៅនេះពិតមែនទេអត់បាទតាមពិតបឺតខំនេះដំបូងខ្ញុំឃើញថាតារាបាល់ទាត់មួយបេកខំតែតារាថៃមួយទៀតមួយអីឈ្មោះអ្នកចម្រៀងបឺតធំឆៃនឹងបឺតធំឆៃហ្នឹងបាទហេដាក់បឺតមួយអីមួយទៀតអត់ស្វីបឺតខំទៅបេកខំបឺតសំខាន់បឺតខំបឺតសម្រាប់បឺតសំណប់សិតតាខ្ញុំដាក់ឈ្មោះឲ្យដាក់ក្នុងថាបញ្ជីឈ្មោះដែរពីអតីតកាលដូចតារាចម្រៀងដូចតារាបាល់តអញ្ចឹងទៅយកមកដាក់បានមានអាភិបល្បីខ្ញុំញយដែរអូអញ្ចឹងមកតែពាក្យថាបឺតហ្នឹងវាចេញពីនេះបឺតនៃតារាចម្រៀងល្បីថៃបាទដល់ពេលខំហ្នឹងដោយសារតែបែកខំហ្នឹងវាគូបជោគនេះចេញបឺតខំបាទលោកគ្រូមែនតើអត់ដែរពេជ្របន្ទឿនបឺតខំតែចេះបឺតខំប៉ងវាយពេជ្របន្ទឿនតែពេជ្របន្ទឿនគាត់ថាអញអត់វាយជាមួយអញទេខំពីព្រោះឯងល្អគ្រប់ច្រកអញមិនវាយឯងឃើញច្បាស់មកគាត់ថាគាត់ចង់វាយជំនួសបងគាត់ដែលពេជ្របន្ទឿនឈ្នះបឺតសំខាន់កាលនោះបាទកាលនោះវាយយកលេខ1រវាងពេជ្របន្ទឿនជាមួយបឺតសំខាន់កាលនោះមិនស្អីបឺតសំខាន់វាយឈ្នះពេជ្របន្ទឿនដាច់មិនដឹងហ្មងធ្លាក់ដៃខ្វៅមកពេជ្របន្ទឿនគាត់បាត់ដៃប៉ង់ដាច់ស្នាមខ្បាប់នឹងកាលហ្នឹងហើយបានបឺតខំគេចង់សងសឹកហ្នឹងពេលហ្នឹងវាការវិវត្តចេះជ្រុលចុះវត្តឡើងមើលពេជ្របន្ទឿនក៏ឈប់សម្រាកទៅមានបានវាយដែរហើយដល់គីឡូបឺតខំចេះឡើងទៅទៀតដែរ57 63បាទបឺតខំបញ្ចប់អាជីពគីឡូ63ក្នុងចំណោមសិស្សទាំងអស់តើមានអ្នកណាកាត់លោកគ្រូទេដែលលោកគ្រូធ្លាប់និយាយថាលោកគ្រូចូលចិត្តទាត់កាប់ចានលើណាលោកគ្រូចូលចិត្តទាត់កាប់អាក្រោមនេះបាទតើមានអ្នកណាដែលឆ្លងទៅតាមនឹងទេមើលលោកគ្រូប្រហែលចូលចង់50គ្រប់នេះហើយបងនិយាយទៅខ្ញុំសម្គាល់មានកីឡាវ៉ាណារិនម្នាក់វ៉ាណារិនគាត់វាយមួយច្បាស់មួយឆ្នាំក្នុងរយៈ2000ជាង2003 2005អីហ្នឹងហ្នឹងតតក្រោមក៏ល្អក៏តែគ្នានៅយឺតវានិយាយទៅវាអត់បានតម្រង់ដូចទេគាត់ថាបាក់បន្តិចទៅតែបឺតសំខាន់បាន
ប៉ុន្តែរឿងស្រាល ស្រាលវិញ ត្រូវតតកោបហោះស្ទួយតតលើហ្នឹងតែវាអត់មានមិនអត់ដល់វាថាអាគេសើហើយអត់នឹងវាយគេចំណុចណាអញ្ចឹងដែរវាយកបានមួយបែបម្នាក់ដូចបឺតខំបានផ្លែទៅអស់តែទៅស្រាលបន្តិចតែអាវុធគ្រប់គ្រឿងចេះញើចេះញូចបានទៅអស់គាត់ថារឿងស្រាលហ្នឹង វាស្រាលស្រាលណា ប៉ុន្តែគឺជង្គង់ធ្ងន់ដៃស្រាលទេ ដៃយូរ តែបានលឿន ណា សាវ ឃើញក្មួយគាត់មួយដូចយ៉ាង អូក្មួយបឺតសង្ឃឹមក៏ខ្ញុំដាក់ឈ្មោះឲ្យដែរបឺតសង្ឃឹមតាំងពីគីឡូ30ជាងជាមួយអេលីតភក្តីគុនខ្មែរហ្នឹងជាមួយគ្នាអង្ការនោះវាយខ្ញុំបើកដាក់ការប្រកួតនេះក្មួយបើកនេះទៅវាយខេតយកទៅវាយដល់ពេលវាយទៅបឺតសំខាន់ហ្នឹងគេ បង្កើតក្លឹបរហ័សស្វាយប៉ា គាត់អើចឹងបញ្ជូនទៅ មួយគេ ក្មួយហ្នឹង បាទ ខំខ្លានាងខំឡាអីទៅមក ចឹងបានពួកគាត់ពីតូចជាមួយលោកគ្រូទេ ហ្នឹងតូចពីនេះទៅវាយយ៉ាងឆ្អែតហើយទូចយក បាទហើយកាត់រោណាបើមើលទៅដូចទេគ្រូ បើសង្ឃឹមដំបងអនរបស់ទុំឡើងបានរយៈពេលក្នុងឆ្នាំ2000ជាងហ្នឹងទេ បើទៅខំបាទដូចលឺសូគ្រូបើខំនិយាយដែរថាក្រោយពេលនោះវាយចាញ់វ៉ាន់វឿនយកពេកទៅគាត់បញ្ចូលសិលល្មិចទេព្រោះបើទៅខំឡើងមកវិញបាត់តែមកសម្បកឡើងមកវិញកាចទៅឥឡូវនោះហ្មង និយាយទៅវារាងកាយក៏ចេះលូតលាស់គំនិតចេះថាបង្កើតការអភិវឌ្ឍក៏វាយក៏គេកាន់កើនដែរ លោកគ្រូខ្ញុំឃើញដល់ឥឡូវហ្នឹងដល់វគ្គនៃសិស្សវិជ្ជាចំនួនឥឡូវដល់អស់ចំនួនឥឡូវបាត់ដល់កូនបកកើតហ្មង បាទ ណែហេតុអីបានទៅជានេះវ៉ាន់នេះគេ វ៉ាន់សុគន្ធរីណា វ៉ាន់សគុណរីណាថ្ងៃមុនខ្ញុំឃើញគាត់ថ្វាយបង្គំគ្រូស្អាតណាស់នៅក្នុងកម្មវិធីពានរង្វាន់សម្ដេចបវរទៅប្តីហ្នឹងដូចតតអូឡ িম্প ពិកលងស្អាតហ្មងបាទ នឹងជាលើកទី1ឯងគាត់ថាចង់គ្នានៅវ័យក្មេងចង់ឲ្យគ្នាភាពក្លាហានគ្នាក្នុងចំណោមមហាជនអីចឹង បាទ នៅទី1ទី2ហើយបើគ្នាស្រឡាញ់ហើយបើថាអត់ទេកុំអីបើថាអត់ទេកូននៅចង់ហាន់កូនចង់ស្នងនិយាយចឹងទៀតខ្ញុំដល់កូនស្រីនិយាយចឹងខ្ញុំនិយាយលេងចេញ កូនទីម៉ាននេះ កូនទី3 កូនគ្រូទាំងអស់ម៉ាន កូន4នាក់ 4នាក់នេះកូនទី3 កូនទី3 ចុះកូនទី1ទី2មានអ្នកណាឆ្លង កូនទី1ឆ្លងដែរឆ្លងបាន ឡងអីគេឡងអី ឡងអាណាន់ ឡងអានណាន់ក៏ធ្លាប់បាយដែរ ឡប់វាយដែរគេវាយបានពីរាជធានីអីលេខ1លេខ2អីដែរដល់ពេលមកជាមកគ្នាប្រឡងបាក់ប្រឡងអីទៅក៏ឈប់រហូតទៅតាមមិត្តភក្តិតតបាល់តតអីទៅរហូតដល់ឥឡូវក៏មរឹងមកជួយធ្វើបង្ហាត់គ្រូជួយ អាហ្នឹងជាប់បាក់ដប់ ហ្នឹង ជាប់បាក់ដប់ ហ្នឹង ហើយគាត់ទៅលេងកីឡាផ្សេងៗតាមចំណងលោកទៅគាត់ទៅហើយជុះទី2 ទី2កូនស្រី កូនស្រីអត់ទេបាទ អត់ទេ ដល់ពេលមកទី3 ទី3នេះពេញទំហឹង មកដូចឪគាត់ហើយជុំប្រពន្ធលោកហើយ អត់ថាអីទេអត់តែកូនពេញចិត្តហ្នឹង ហើយគាត់ធ្លាប់បានពីនបានអីដែរទេណែកូនស្រីឡុងសគុណ គ្នាវាយគុណខ្មែរម្ដងកាលនោះវាយនៅកាលវាយថ្នាលនៅកំពង់សោមមក អូខ្ញុំដឹងរឿងនឹងដែរកាលនោះខ្ញុំបានពំនាំថាវិការសម្ដេចដៃជូនោះបានជូនលោកគ្រូបានរៀបការប្រកួតនឹងដែរ បាទវាយឈ្នះទីទៅយើងរឿងក្មេងគាត់ថាវាយគេរឿងចំណាស់បន្តិចក៏យើងឈ្នះកម្លាំងបន្តិចទេអញ្ចឹងក៏បានពៀនមួយដែរពៀនឯណាទេនោះពៀនឯនេះពៀននេះពៀននេះ កូនស្រីបានពៀនមួយនេះអត់តែម្ដងបាទនេះនៅកំពង់សោមនេះដាក់រូបទឹកនេះលោកទឹកនេះបាទ ហើយពីមកសិលមិញនេះថ្ងៃទី16នេះទៅសម្ដែងជាឲ្យគណៈធិបតីអាដាមនេះអាដាមសកខាភិទស្សនានៅ ទេបណ្ឌិតបាទ បាល់ទាត់ការបាល់ទាត់បាទ ហើយដល់ហើយមើលទៅលោកគ្រូកូនណែនឹងឲ្យគាត់វាយតទៀតឬទេឬក៏តែសម្ដែងមួយគ្រាអញ្ចឹង អត់ទេគាត់ចង់វាយបើអត់បានវាយខំទៀតគាត់ហាត់ដាំបានវាយខំតា ហើយសប្តាហ៍ក៏គីឡូបាទ គីឡូ54 ហើយអត់មានគូវាយឬក៏អត់មានកម្មវិធីគេរៀប អត់មានកម្មវិធីថ្ងៃមុនដាក់ពីនចូលវាយ kick ដល់អត់មានភូមិគួរអត់មានគេដាក់ចូលអត់ទៀត ទៀត ហើយថ្ងៃមុនបានអូ
វាយជើងឯកសកលដាក់ចូលសកលទៀតបានវាយបានមេដៃប្រាក់ដែរ ឡូយ៉ាដល់មកទៅហើយជុំវិញក៏រៀនសូត្រដល់ដែរ ថ្នាក់ទី10ហើយ តែទី10វិញគូនេះនៅសាលាណា បាទសាលាវិទ្យាល័យអន្តរទេវី នេះខ្ញុំដើរមកមិញមុនពេលយើងថតកម្មវិធីខ្ញុំឃើញលោកគ្រូទេទៅណាគ្រូបន្ទុកណាគ្រូនយោបាយមិនអស់ចិត្តមិនអស់ខ្លាំងរឿងអីថាគ្រូឲ្យធ្លាក់អាម៉េចអីមិន ខ្ញុំទេទៅនាយកសាលាសួរគាត់ស្គាល់ខ្ញុំមកថាយើងស្គាល់គ្នាទៅចិត្តគ្នាចុះបើស្គាល់គ្នាកូនខ្ញុំមួយទៅជាកូនសិស្សនៅវិទ្យាល័យហ្នឹងហេតុអីកូនសិស្សខ្ញុំជាប់កម្មវិធីបដាល់ថ្នាលអីចឹងទៅសុំច្បាប់គាត់មិនឲ្យច្បាប់គាត់ពេលប្រឡងក៏បានសុំច្បាប់គាត់ឲ្យយើងធ្លាក់ហើយអញ្ចឹង តែគាត់អ្នកកីឡាអានេះតម្រាំងសាលាផងណាមិនយើងណាសាលាហ្នឹងមិនក៏ឲ្យធ្លាក់ ហើយមាន2ឥឡូវខ្ញុំទេទៅគាត់ថាអត់ទេព្រោះអីអនុសាសន៍សម្ដេចពុកគាត់ប្រាប់ថាឲ្យបណ្ដុះបណ្ដាលកីឡាថ្នាលបណ្ដាលគុនខ្មែរនោះឲ្យបានច្រើនតែកុំភ្លេចការសិក្សាអញ្ចឹងមកខ្ញុំបាទអញ្ចឹងបាទគ្រូអត់ដឹងបាទអញ្ចឹងបាទខ្ញុំរៀបលោកនាយកមុនទៅហើយបាទខ្ញុំមួយខែខ្ញុំស្គាល់ខ្ញុំគ្រូបង្ហាត់បណ្ដាលគុនខ្មែរអញ្ចឹងខ្ញុំត្រូវការកីឡាថ្នាលមកហ្វឹកហាត់បាទអញ្ចឹងគាត់ចាំជួយសម្រួលណាគាត់ជួយសម្រួលមិនដឹងយ៉ាងណាណាយុសាលាដោយសារគ្រូផ្នែកហ្នឹងគាត់អត់ដឹងគាត់ដឹងថាគាត់ជាអ្នកកីឡាហ្នឹងបាទហើយស្មាសូមច្បាប់ទៅណាតែមានផុសតាងឲ្យមានវីដេអូឲ្យទៅមើលមានខតរូបថតអីដែរគាត់អត់មិនអាចគឺបដិការខ្លួនគាត់ហ្មងតែយុសាលាអត់ដឹងទេ អូឥឡូវនាយកគាត់ដឹងហើយណាបាទគាត់ប្រាប់ហេតុផលព្រោះមែននៅខ្ញុំធ្លាប់រៀនខ្ញុំសិស្សវិទ្យាល័យបាក់ទូកមានមិត្តរួមថ្នាក់មួយខ្ញុំគាត់រៀនអត់បកកែទេប៉ុន្តែគាត់បកកែកីឡាបាល់ទះប្រចាំសាលាជុំគ្រូប្រកាសមកខ្លាំងប្រចាំបាល់ទះលេងឲ្យសាលាដឹងតែជាប់បាទខ្ញុំវាគិតប៉ុន្តែគាត់បកកែដែរបាទបកកែលេខ1លេខ2សូមមកវាប្រាប់ថាលេខ1លេខ2លេខ1លេខ2លោតហ្នឹងដោយសារមានគេជ្រែងនិយាយអីមិនដឹងបាទ អូខេអញ្ចឹងនេះភាគនេះយើងនិយាយត្រឹមប៉ុណ្ណេះយើងនៅសល់ការចំណាប់អារម្មណ៍បន្តទៀតអំពីតើធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាអ្នកកីឡាដែលល្អទាំងលើការសិក្សាទាំងការហាត់ក្បាច់គុនបាទអញ្ចឹងយើងនឹងជួបគ្នាជាមួយនឹងលោកគ្រូឡុងសាលវ័ននៅវគ្គក្រោយទៀតពីកម្មវិធីមរតកក្បាច់គុនខ្មែរដែលនាំមកជូនដោយតាអៀកយិនសិនយ៉ាងទីមរតកក្បាច់គុនខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ Uwell ស្ករគ្រាប់សម្ដករាង Slim Me សាប៊ូអនាម័យ Mi 18